សួស្តីបងប្អូនទាំងអស់គ្នានៅថ្ងៃនេះដែរនាងខ្ញុំនឹងធ្វើការបង្ហាញវីដេអូពាក់ព័ន្ធទៅនឹងការដាក់ country restriction ទៅលើ Facebook page ដើម្បីការពារកុំឲ្យប្រទេសមួយចំនួនមើលឃើញអញ្ចឹងណាអូខេអញ្ចឹងដំបូងយើងមើល Facebook យើងជា page admin នេះយើងយក page របស់យើងបើក page របស់យើងមកយើងចុចកន្លែងរូបprofile page របស់យើងហ្នឹងដើម្បីស្វែងរកពាក្យថា setting and privacy ណាចាបន្ទាប់ពីយើងចុចហ្នឹងហើយយើងចុច setting ហើយបន្ទាប់ពីចុច setting នឹងឲ្យអស់យើងចុះមកខាងក្រោមយកពាក្យថា follower and public content ចាបន្ទាប់ពីយើងចុច follower and public content ហ្នឹងយើងអូសមកក្រោមយើងឃើញពាក្យ country restriction យើងចុចពាក្យ view ហ្នឹងមកចាហើយបន្ទាប់មកទៀតយើងចុចមកផ្នែកខាងក្រោមពាក្យថា country ហ្នឹងដើម្បីជ្រើសរើសប្រទេសដែលយើងចង់ hide មិនឲ្យឃើញគឺយើងជ្រើសរើសយើងជ្រើសរើសប្រទេសថៃប្រទេសអីចឹងណាចាយើងទៅចាហើយយើងចុចលើប្រទេសហ្នឹងមួយទៅដើម្បីឲ្យវាជាប់ចាជាប់ពណ៌បែបហ្នឹងណាហើយបន្ទាប់មកយើងត្រឡប់មកវិញពេលយើងត្រឡប់ចឹងយើងមកតេស្តមើលសិនណាវាអត់ទាន់ off 100%ទេប៉ុន្តែយើងឃើញប្រទេសថៃអញ្ចឹងយើងចង់ដឹងឲ្យវាថាច្បាស់ on យើងចុចត្រឡប់ទៅវិញទៅមកទៅតែវាជាប់ហើយណាឥឡូវខ្ញុំចុចម្ដងទៀតនោះនេះបែកមកវិញណាចាឃើញកន្លែង country restriction យើងគឺ on ចាអរគុណច្រើន